សូមជូនរឿងជីវិតក្មេងតូចបកវ៉ាដំបូងនៃសាច់រឿងយើងនឹងក៏បានឃើញនៅតួឯកផលរបស់យើងម្នាក់ដែលកំពុងតែដេកនៅលើក្រែហ្នឹងឯងហើយគាត់មានឈ្មោះថាក្មេងតូចជាកូនកំព្រាដែលត្រូវពុកម្ដាយរត់ចោលព្រោះតាសិរិតរបស់គាត់ហ្នឹងគឺជាក្មេងតូចពេកឈ្មោះក្មេងតូចហើយចរិតក្មេងតូចទៀតក្មេងតូចបានងើបទៅបង្គន់ដើម្បីជុះអាចបទូពោះគឺថាយ៉ាងវិញដាក់ជ្រុលនឹងឯងជុះអាចបដើជ្រឿងបដើតាមស្ទាយរបស់គាត់នឹងឯងគឺគាត់ជាក្មេងតូចចឹងគាត់ធ្វើអីក៏ខុសគេដែរមើលមុខគាត់ឲ្យទៅដឹងហើយក្មេងតូចជុះអាចហើយហ្នឹងក្មេងតូចអត់បានចាក់ទឹកទេក្មេងតូចនិយាយថាគាត់ជាក្មេងតូចចឹងគាត់អត់ចាក់ទឹកឡើយហើយឪពុកម្ដាយរបស់គាត់នឹងរត់ចោលគាត់គឺថាវ៉ៃហើយក្មេងតូចរបស់យើងហ្នឹងក៏រត់មកដេកវិញហ្នឹងឯងក្មេងតូចទេមិនទាន់បានទីក្មេងតូចបាននឹកឃើញទៀតក្មេងតូចហ្នឹងគឺផ្លិចជុះនោមតែជុះអាចមិញហ្នឹងគឺផ្លិចជុះនោមហ្នឹងឯងហើយក្មេងតូចបានដើរទៅជុះនោមហ្នឹងឯងក៏ប៉ុន្តែគាត់ទៅនឹកឃើញថាជុះអញមិញហ្នឹងគាត់អត់បានចាក់ទឹកទេហើយគាត់ក៏បានដើរមកវិញក្មេងតូចបានដើរដល់កន្លែងអង្គុយជួបភ្ញៀវហើយគាត់ក៏បានអង្គុយតែឯងនិយាយតែឯងដូចជាមនុស្សឈួតចឹងទៅហើយក្មេងតូចហ្នឹងអត់មានការងារធ្វើទេព្រោះគាត់អាងតែគាត់ជាក្មេងតូចអញ្ចឹងណាគាត់ចង់ធ្វើការងារបបាក់ទេគាត់ចង់ធ្វើជាតកែគេហ្មងក៏ប៉ុន្តែអត់មានអាគេយកគាត់ធ្វើជាតកែទេតែធ្វើឲ្យក្មេងតូចហ្នឹងគាត់អត់ទៅធ្វើការទេស្រាប់តែពេលហ្នឹងក្មេងតូចបានលើសំឡេងមួយហើយក្មេងតូចរបស់យើងហ្នឹងគាត់ក៏បានទៅមើលចឹងទៅថាវាសំឡេងអីចឹងណាស្រាប់តែពេលនោះក្មេងតូចបានឃើញអ្នកសុំទានមួយដែលគេបានដើរមករកហើយវ៉ាន់ធំស្នាមនៅមុខផ្ទះក្មេងតូចហ្នឹងឯងដែលធ្វើក្មេងតូចហ្នឹងគឺពិតជាអាណិតទៅដល់ក្មេងសុំទានហ្នឹងខ្លាំងមែនតើហើយក្មេងតូចរបស់យើងហ្នឹងគឺមានចិត្តល្អមែនតើគាត់ថាគាត់ណានឹងចែកអំណោយឲ្យក្មេងប្រុសម្នាក់ហ្នឹងបន្ទាប់មកក្មេងតូចរបស់យើងក៏បានចុះចេញពីផ្ទះហ្នឹងឯងដើម្បីទៅឲ្យលុយក្មេងប្រុសម្នាក់ហ្នឹងឯងក្មេងសុំទានណាហើយផ្ទះគាត់ហ្នឹងគឺលុយមែនតើមិនបាច់ចាំនោះទេគឺហក់តាបួយហ្នឹងក៏បានដែរក្មេងតូចបានហៅឲ្យគេសុំលុយក៏ប៉ុន្តែក្មេងហ្នឹងឆ្លើយមែនតើក៏បានជិះស្គីទៅវត្តទៅតែទៅក្មេងតូចរបស់យើងហ្នឹងគឺបាក់ចិត្តមែនតើក៏ប៉ុន្តែគាត់ក៏មិនខ្វល់ដែរហើយក្មេងតូចរបស់យើងហ្នឹងគាត់ក៏ឡើងទៅផ្ទះដេកវិញចឹងទៅនិយាយទៅជីវិតក្មេងតូចមានតែប៉ុណ្្នឹងឯងអត់ធ្វើការក្មេងតូចដេកសុកហ្នឹងស្រាប់តែពេលហ្នឹងភ្លើងវាដាច់ថយក្មេងតូចហ្នឹងក្តៅខ្លាំងមែនតើតែក្មេងតូចហ្នឹងក៏បាននិយាយទៅថាលុយបងហើយចុះមកផ្ដាច់អីហ្នឹងក្មេងតូចក៏បានចុះទៅមើលភ្លើងចឹងទៅចង់នឹងវាមិនអីចឹងណាបើវាភ្លើងដាច់ក្មេងតូចចុះទៅភ្លាមជួសជុល1 2 4 5អីចឹងទៅហើយភ្លើងហ្នឹងក៏វាបានមកវិញតែធ្វើឲ្យក្មេងតូចរបស់យើងហ្នឹងគឺសប្បាយចិត្តខ្លាំងមែនតើហើយក្មេងតូចរបស់យើងហ្នឹងគាត់ក៏បានដើរទៅដេកវិញអីចឹងទៅជីវិតក្មេងតូចតែប៉ុណ្្នឹងឯងក្មេងតូចដេកសុកហ្នឹងអាស៊ូនវាក៏បានមកដល់តែធ្វើក្មេងតូចភ័យខ្លាំងមែនតើហើយក្មេងតូចរបស់យើងហ្នឹងគឺថារត់តែម្ដងគឺសាច់រឿងចាប់តាមតែប៉ុណ្្នឹងឯងហើយចង់បញ្ចប់នៅជីវិតក្មេងតូចក៏ត្រូវបានស្លាប់យ៉ាងអនាថមជីវិតពិតជាកំសត់មែនតើ